ច្រើននេះរុក្ខជាតិនេះផងដែរឈ្មោះថាកញ្ជន់អាចជ្រូកគេយកទៅប្រើនៅជំងឺក្រពះពោះវៀនបងប្អូនយកទៅបាក់ដាក់តែ20ទៅ30ក្រាមបើស្ងួត20ក្រាមទៅទឹក30ក្រាមយកទៅប្រើប្រាស់សម្រាប់ក្រពះពោះវៀនប្រកែណាបងប្អូនយកហាលស្ងួតដាំពិសាទទួលទានទៅនឹងកប្រសើរជំងឺក្រពះពោះវៀនហើយនៅស្រុកស្រែច្រើនណាបងប្អូនប៉ុន្តែនៅវាលព្រៃនេះនៅគិរីរំក៏ដុះដែរអញ្ចឹងលោកគ្រូធ្វើឆ្នាំឲ្យបងប្អូនមើលធ្វើជាវីដេអូដើម្បីចែករំលែកសុខភាពជាសម្បត្តិមហាសាលនៅទៅកន្លែងណានិយាយពីរឿងសុខភាពក៏អបអរសាណាបងប្អូនហើយកាលណាយើងមានសុខភាពហើយយើងមានសេចក្តីសុខក្នុងខ្លួនហើយតែយើងឈឺអត់មានសេចក្តីសុខទេបងប្អូនកើតទុកនៅក្នុងហឫទ័យហើយរោគអ្វីប្រៀបទៅមិនបានព្រួយអារម្មណ៍ខ្លាចស្លាប់មនុស្សយើងបថុជនណាបងប្អូនយកទៅប្រើទៅហាលឲ្យស្ងួតបងប្អូនហើយប្រភេទនេះហាលក្នុងមួយលុបបងប្អូនយកទៅប្រើហាលខែក្តៅតែពលឺព្រះអាទិត្យវាដុតបញ្ឆេះនៅជាតិថ្នាំនេះវាអស់មួយភាគទៅយកទៅប្រើទៅវាអត់សមប្រកបនៃជំងឺអាការៈព្រះពោះវៀនទេអរគុណជំរាបលា